កីឡាការិនីវ័យក្មេងខេត្តសនុបញ្ចប់ដោយជោគជ័យជាមួយកម្មវិធី FIFA Women Football Campaign 2026នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទីកីឡាការិនីវ័យក្មេង8នាក់តំណាងឲ្យខេត្តសនុបានបញ្ចប់ដោយជោគជ័យនៅកម្មវិធី FIFA Women Football Campaign 2026ដែលរៀបចំឡើងរយៈពេល2ថ្ងៃគឺថ្ងៃទី4ដល់ថ្ងៃទី5ខែកក្កដាឆ្នាំ2026នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាបាល់ទាត់ជាតិបាទីខេត្តតាកែវក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA កម្មវិធីនេះមានគោលបំណងសំខាន់គឺលើកកម្ពស់ការចូលរួមរបស់ក្មេងស្រីក្នុងវិស័យកីឡាបាល់ទាត់ផ្ដល់ឱកាសឲ្យកីឡាការិនីវ័យក្មេងទទួលបានបទពិសោធន៍ថ្មីៗពង្រឹងសមត្ថភាពបច្ចេកទេសកាយសម្បទានិងស្មារតីកីឡាព្រមទាំងជួបផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្រូបង្វឹកដែលមានចំណេះជំនាញនិងកីឡាការិនីជាក្រុមជម្រើសជាតិកម្ពុជាកម្មវិធីនេះបានប្រមូលផ្ដុំកីឡាការិនីវ័យក្មេងសរុប240នាក់ក្នុងនោះក្រុមអាយុក្រោម12ឆ្នាំចំនួន40នាក់ក្រុមអាយុក្រោម14ឆ្នាំចំនួន100នាក់និងក្រុមអាយុក្រោម16ឆ្នាំចំនួន100នាក់ក្រុមកីឡាការិនីវ័យក្មេងទាំងនោះមកពីបណ្ដាសាលាដំរងទិសទូទាំងប្រទេសដោយក្នុងមួយរាជធានីខេត្តបានបញ្ជូនកីឡាការិនីចំនួន8នាក់និងគ្រូបង្វឹកចំនួន2នាក់ចូលរួមក្នុងយុទ្ធនាការនេះសម្រាប់ខេត្តប្រសនុក្រុមកីឡាការិនីវ័យក្មេងរបស់ក្លឹបកីឡាមហាមិត្តជាតំណាងខេត្តចូលរួមនិងបង្ហាញពីសមត្ថភាពស្មារតីសាមគ្គីនិងវិន័យក្នុងការហ្វឹកហាត់កីឡាការិនីទាំង8រូបរួមមានរុនសេរីកាញ្ចនាកៅស៊ីវយានថេតស្រីណេតផាត់កំលីម៉ានណូណាគៀមមិថុនាសនស្រីណេនិងគុលវិរៈយិនក្នុងអំឡុងពេលចូលរួមកីឡាការិនីទាំងអស់បានទទួលការបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសបាល់ទាត់ការអភិវឌ្ឍកាយសម្បទាការងារជាក្រុមនិងស្មារតីដឹកនាំព្រមទាំងបានចូលរួមសកម្មភាពផ្លាស់ប្ដូរបទពិសោធន៍ជាមួយកីឡាការិនីមកពីបណ្ដារាជធានីខេត្តផ្សេងៗទៀតដែលជាកត្តារួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានកីឡាបាល់ទាត់នៅកម្ពុជាការចូលរួមរបស់កីឡាការិនីខេត្តប្រសេនុក្នុងកម្មវិធីនេះមិនត្រឹមតែជាមោទនភាពសម្រាប់ក្លឹបកីឡាមហាមិត្តនិងខេត្តប្រសេនុប៉ុណ្ណោះទេក៏ជាការរួមចំណែកអនុវត្តគោលនយោបាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានិង FIFA ក្នុងការពង្រីកវិស័យកីឡាបាល់ទាត់នារីបង្កើតធនធានកីឡាការិនីជំនាន់ក្រោយនិងលើកកម្ពស់សមត្ថភាព Gender ក្នុងវិស័យកីឡានៅកម្ពុជា